ប្រាប់ហើយថាស្បៃមែនធ្វើអីណាមកដើរលេងសង្ក្រានណាឥឡូវឃើញអត់នេះមកដកស្បៃនេះមានតែដាំស្បៃដូចខ្ញុំអត់បងប្អូនដាំស្បៃទឿហើយនឹងកើតជាស្បៃស្អីរងវែងហើយមានផ្កាទៀតហើយដាំអញ្ចឹងចំណេញតែបងប្អូនបានធៀងបានស្លឹកច្រើនហើយចំណេញទៅផ្កាបានហូបទៀតឥឡូវបុកខ្ទឹមសខ្ទឹមម្ទេសហើយចាបុកបែបនេះបងប្អូនកុំឲ្យសើមាត់ពេកហើយយើងយកទៅឆាទៅឆ្ងាញ់បងប្អូនចាឥឡូវឆាខ្ទឹមម្ទេសហើយក៏ដាក់ទឹកត្រីស្ករអំបិលប៊ីចេងយើងតិចទៅតែណាដាក់ច្រើនពេកបងប្អូនចាឆារៀងឡើងឈ្ងុយហើយរលាយគ្រឿងហើយក៏ដាក់ស្បៃយើងចូលត្មងទៅវាវក់ឲ្យរៀងសពបហើយចាំមើលទូឯងចុងក្រោយស្អីគេតែននេះកំមុំ3នាក់នេះបងប្អូនដែរជាតិម៉ែជាតិបងប្អូនពេលឆាដាក់ទីខបងប្អូនកុំឲ្យបាយសាច់ត្រីតែយើងឆាត្រឡប់មកលោកសាច់ត្រីយើងដុំញ៉ាំមួយបន្លែគឺឆ្ងាញ់ហ្មង